នេះជាចេកជ្វាបងប្អូននេះទុំដើមកាប់មកមិញទុកចោលដល់ពេលទុកចោលទៅវាទុំអ៊ុយប្រេះសัตว์ស៊ីនេះទុំប្រេះលើដើមកាប់មកមិញថ្មីបងប្អូននៅល្អប្រហែលជាប្រហែលផ្លែដែរនេះប្រេះច្រើនណាញើបានមើលដើមចេកច្រើនពេកដល់ពេលចឹងទុំលើដើមដល់ពេលឃើញនេះកាប់មកណាស្នាមក្បិតបងប្អូននេះហ៎ទុំញើស្ងោហូបឆ្ងាញ់ហ្នឹងបងប្អូនអាចេកជ្វានេះហើយទុំអីបើវាអត់ប្រេះ2ថ្ងៃ3ថ្ងៃទៀតទុំអស់នេះអញ្ចឹងយើងយកទៅហូបអីឆ្ងាញ់អាចេកជ្វានេះអ្នកខ្លះថាចេកជ្វាហូបអត់កើតក៏ពិតហូបកើតណាបងប្អូនចេកជ្វា